ចាថ្ងៃនេះខ្ញុំមានភ្ញៀវកំងផ្ការំដួលគាត់ឲ្យខ្ញុំបត់ផ្ការំដួលនឹងទំហំ6សង់ទីម៉ែត្រហើយក៏នឹកឃើញថាក៏ថតវីដេអូបង្ហាញជូនបងប្អូនតែម្ដងទៅចានេះទំហំ6សង់ទីម៉ែត្រខ្ញុំវាស់ជូនបងប្អូនមើលជាក់ស្ដែងនៅក្នុងរូបហ្នឹងចាតោះឥឡូវយើងចាប់ផ្ដើមរៀនបត់ទាំងអស់គ្នាចាដំបូងឡើយយើងមាន Snow ផ្ការំដួល Snow ផ្ការំដួលរបស់យើងគឺធំដោយសារផ្កាយើងទំហំធំដែរ6សង់ទីម៉ែត្រចាហើយនេះជាសតឹបផ្ការបស់យើងណាយើងត្រូវបត់សតឹបផ្កាហ្នឹងចំនួន3ចាហើយថ្ងៃនេះខ្ញុំអត់បានបិទកាវទេដើម្បីងាយស្រួលចំពោះបងដែលថ្មីដែលគាត់ចាប់ផ្ដើមរៀនបត់ដែលកុំឲ្យគាត់មានគាត់ថាវាញញ៉ៃវាត្រូវមានកាវទៀនកាវអីអញ្ចឹងយើងរៀនដំបូងគឺយើងចាប់ផ្ដើមដោយមិនចាំបាច់បិទកាវទៀនទេចានេះខ្ញុំបង្ហាញឥឡូវយើងបត់ចូលដល់សតឹបទី3ហើយគ្រប់សតឹបរបស់យើងទាំងអស់គឺខ្ញុំបានប្រើកាវទៀនទេចាបន្ទាប់ពីយើងបត់ហើយយើងទាញវាឲ្យលេងមកល្មមមកហើយក៏យើងចាប់ផ្ដើមចងជាមួយនឹង Snow យើងយកសតឹបផ្កាចងជាមួយនឹង Snow ផ្កាអញ្ចឹងការចងនីមួយហ្នឹងគឺយើងចងឲ្យណែនឲ្យអឹបល្អកុំឲ្យវាហើបកុំឲ្យវាធូរតែយើងចងអត់បានតឹងវាងាយនឹងរបូត Snow នឹងចេញមកខាងក្រៅហើយដល់ពេលដែលធូរផ្កាយើងក៏អត់ស្អាតដែរហើយខ្ញុំធ្លាប់មានចេញវីដេអូហើយទាក់ទងជាមួយនឹងការធ្វើ Snow ការបត់សតឹបផ្កាហើយសម្រាប់បងប្អូនថ្មីអាចចូលទៅមើលនៅក្នុងវីដេអូចាស់ៗរបស់ខ្ញុំបានចាឥឡូវយើងចងបានផ្ការបស់យើងបាន3សតឹបហើយបន្ទាប់មកទៀតយើងចូលមកដល់ការចងស្លឹកចាស្លឹករបស់យើងដូចគ្នាដែរគឺយើងកាត់ហើយយើងយកមកចងមកល្មមជាមួយនឹងទំហំផ្ការបស់យើង6សង់ទីម៉ែត្រណាអញ្ចឹងវីដេអូកាត់ស្លឹកផ្កាខ្ញុំនឹងបង្ហាញនៅពេលឆាប់នេះដែរចាឥឡូវយើងចងហើយយើងចងស្លឹករួចហើយអញ្ចឹងវីដេអូនេះមើលទៅអាចរៀងសាំញ៉ាំអញ្ចឹងសម្រាប់បងដែលគាត់ថ្មីអាចមើលហើយខាចុះខាឡើងបានចានេះគឺយើងធ្វើហើយទំហំ6សង់ទីម៉ែត្រ